นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะថ្ងៃនេះជាថ្ងៃប្រហោះ8កើតខែកដិកត្រូវនឹងថ្ងៃ14ខែវិច្ឆិកាឆ្នាំ1991ថ្ងៃនេះជាថ្ងៃសិលដែលលោកអ្នកសប្បុរសតែងតែអញ្ជើញមកបំពេញបុណ្យកុសលមានធ្វើទានរក្សាសិលនិងស្ដាប់ធម៌ទេសនាជាដើមថ្ងៃនេះអាត្មានឹងសម្ដែងធម៌ទេសនាខ្លីៗល្មមសំគួរទៅតាមពេលវេលាធម៌ទេសនាថ្ងៃនេះនឹងលើកយកជាគោលធម៌ខ្លះយកមកជម្រាបដើម្បីលោកអ្នកសប្បុរសបានយកទៅគិតទៅពិចារណាថែមទៀតលោកអ្នកសប្បុរសដែលចូលចិត្តស្ដាប់ធម៌ចូលចិត្តបប្រតិបត្តិធម៌យើងបានជ្រាបបានយល់អំពីតម្លៃរបស់ពធនឹងមួយកម្រិតហើយប៉ុន្តែលោកអ្នកសប្បុរសមួយចំនួនទៀតដែលមិនធ្លាប់ស្ដាប់ធម៌ម្ល៉េះហើយមិនបានយល់អំពីតម្លៃរបស់ពធនេះពិតប្រាកដទេមិនបានស្គាល់ថាពធនឹងជាអ្វីទេម្ល៉េះហើយរហូតដល់ទៅមានជនខ្លះដែលមិនដែលសិក្សាមិនដែលស្ដាប់អីសោះនឹងយល់ឃើញថាប្រធននឹងជារឿងមួយដែលឡែកអំពីជីវិតរបស់មនុស្សយើងប្រធគ្មានជាប់តាក់ទងអីនឹងជីវិតរបស់មនុស្សយើងទេមនុស្សយើងបើមានការជាប់តាក់ទងនឹងប្រធចំពោះតែពេលដែលយើងចាស់យើងឈឺយើងជិតស្លាប់នឹងបានមានការជាប់តាក់ទងនឹងពធចំណែកយើងដែលនៅក្មេងយើងមិនមានការអីជាប់តាក់ទងនឹងពធទេបើយកពធយកមកជាប់តាក់ទងនឹងយើងធ្វើយើងឲ្យខូចប្រយោជន៍ឲ្យអស់សេចក្តីសុខសេចក្តីចម្រើនយើងរកសេចក្តីសុខសេចក្តីចម្រើនអីមិនបានទេនឹងបើយើងជាប់តាក់ទងនឹងធម៌នឹងមានមនុស្សខ្លះយល់អញ្ចឹងនេះមកអំពីអីមកអំពីគេមិនបានយល់ថាពធនឹងជាស្អីទេពធនឹងជាគម្ពីរឬជាភាសាបាលីភាសាសំស្ក្រឹតដែលគេបានសរសេរចរិតទុកក្នុងគម្ពីរគ្រាន់តែសម្រាប់យកមកសូត្រយកមកស្វាធ្យាយអីតែប៉ុណ្ណឹងគេយល់អញ្ចឹងបានជាគេឲ្យតម្លៃទៅពធហ្នឹងថាមិនមានការតាក់ទងនឹងជីវិតរបស់មនុស្សយើងទេតាមសេចក្តីពិតពធគឺជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធមិនមែនជាធម៌សម្រាប់សូត្រទេគឺជាធម៌សម្រាប់បប្រតិបត្តិសម្រាប់ធ្វើតាមបើនិយាយឲ្យដល់កម្រិតទៅពធគឺសេចក្តីល្អសេចក្តីល្អដែលមាននៅក្នុងចិត្តរបស់មនុស្សយើងសេចក្តីល្អដែលបញ្ចេញមកតាមទ្វារកាយតាមផ្លូវវាចាពាក្យសម្ដីរបស់យើង
សេចក្តីល្អនឹងហើយដែលហៅថាប្រធហើយបើយើងយល់ប្រធអញ្ចឹងយើងអាចសង្កេតឃើញថាមនុស្សយើងជាប់តាក់ទងនឹងប្រធគ្រប់គ្នាបើមនុស្សយើងមិនជាប់តាក់ទងប្រធប្រែទៅថាមនុស្សយើងមិនមានសេចក្តីល្អទេមនុស្សយើងមិនធ្វើល្អទេកាលណាយើងធ្វើល្អទៅនោះហើយប្រធនៅនោះប្រមាណពោដូច្នេះតង់ណាដែលល្អតង់ណាដែលនាំឲ្យសុខនាំឲ្យចម្រើនទៅនឹងហើយដែលយើងហៅថាប្រធនោះពាក្យថាប្រធមានន័យទូលំទូលាយដែលអាត្មាជំរាបជាគោលខ្លះដូចមនុស្សយើងកើតមកបើកាលណាយើងមិនមានសេចក្តីល្អមិនមានសុចរិតស្លូតត្រង់មិនមានការសុភាពទន់ភ្លន់មិនមានការគោរពអោនលំទោនជាដើមនឹងប្រែថាយើងគ្មានធម៌ក្នុងខ្លួនរបស់យើងទេព្រោះយើងមានសេចក្តីអាក្រក់នឹងកើតឡើងនៅក្នុងចិត្តរបស់យើងនឹងច្រើនហើយដូច្នេះព្រះធម៌គឺសេចក្តីល្អដែលជួយសម្រួលយើងឲ្យយើងបានសុខបានចម្រើនមិនជួបនឹងឧបសគ្គនឹងទុក្ខលំបាកអីច្រើនហើយបើយើងគ្មានព្រះធម៌ក្នុងខ្លួនទេដូចជាមនុស្សយើងដែលគ្មានឡានដែលគ្មានអ្នកកាច់ជាកូតឬក៏គ្មានហ្វ្រាំងសម្រាប់ទប់អញ្ចឹងលោះហើយចេះទៅពីពីទៅខុសផ្លូវទៅតាណាក៏ចេះទៅមនុស្សយើងបើគ្មានធម៌ក្នុងខ្លួនយើងទេគឺថាធ្វើអីចេះតែធ្វើទៅតាមអំណាចចិត្តយើងចង់បើយើងនិយាយមកបែបទៀតថាធ្វើទៅតាមអំណាចកិលេសដែលវាដឹកនាំវាទូងទាញយើងហើយដូច្នេះហើយមនុស្សយើងត្រូវតែមានធម៌អាត្មាចង់និយាយអំពីធម៌មួយដើម្បីឲ្យញាតិញោមពិចារណានៅក្នុងថ្ងៃនេះនិយាយអំពីធម៌សន្តោសសន្តោសនេះយើងប្រែទៅថាត្រេកអរនឹងអ្វីដែលជារបស់ខ្លួនត្រេកអរនឹងអ្វីដែលជារបស់ខ្លួនយើងមិនមែនត្រេកអរនឹងអ្វីដែលជារបស់អ្នកដទៃទេគឺត្រេកអរនឹងរបស់ប៉ុនយើងលោកចែកសន្តោសហ្នឹងទៅជា3គឺយថាលៀបភៈសន្តោសតាមដែលយើងបានយើងរកអីយើងបានអីយើងត្រេកអរនឹងរបស់នឹងកុំឲ្យទៅត្រេកអរនឹងរបស់ដែលយើងមិនរកនឹងរបស់ដែលយើងមិនបាន2យថាបលៈសន្តោសគឺសន្តោសទៅតាមកម្លាំងរបស់យើងមានកម្លាំងប៉ុន្មានយើងធ្វើទៅបានអីនឹងយកតាមកម្លាំងយើងសមនឹងកម្លាំងយើងយថាសរុបសន្តោសទៅតាមការសំគួរដល់អីថាសំគួរដល់ភាពរបស់យើងបើយើងនិយាយឲ្យងាយស្ដាប់សម្រាប់មនុស្សធម្មតាគឺថាសំគួរដល់ដើមទុនរបស់យើងសំគួរដល់សមត្ថភាពរបស់យើងមានសមត្ថភាពប៉ុណ្ណាមានដើមទុនប៉ុណ្ណាយើងធ្វើទៅបានប៉ុណ្ណឹងសមសមត្ថភាពយើងប៉ុណ្ណឹងនឹងឲ្យត្រេកអរអញ្ចឹងដូច្នេះក្នុងរឿងសន្តោសនេះធម៌5លោកថានាំឲ្យយើងបានសេចក្តីសុខសេចក្តីចម្រើននាំឲ្យយើងមានសេចក្តីត្រជាក់ត្រជុំខ្សែមខ្សាន្តប៉ុន្តែមនុស្សយើងមិនយល់ចឹងទេយើងយល់ថាបើយើងត្រេកអរប៉ុណ្ណឹងយើងមិនបានលូតទៅមុខទេមិនបានចម្រើនទៅមុខទេផ្ទុយពីរឿងធម៌ព្រោះធម៌លោកថាបើយើងសន្តោសអាហ្នឹងយើងបានសុខ
បានប្រមាណមកត្រេកអរតាមប៉ុណ្ណឹងសប្បាយនឹងរបស់ដែលយើងបានសមទៅតាមកម្លាំងយើងសមទៅតាមសមត្ថភាពយើងសមទៅតាមដើមទុនរបស់យើងត្រេកអរប៉ុណ្ណឹងទៅយើងសុខយើងសប្បាយយើងមិនកើតទុក្ខហើយបើយើងមិនត្រេកអរនឹងរបស់ដែលយើងបានមកប៉ុណ្ណឹងទេវាត្រូវតែចង់បានបន្ថែមទៅយករបស់ប៉ុនគេយកដោយផ្លូវមិនល្អហើយនឹងព្រះលោកថាមិនសុខទេមិនសុខទេបើយើងសន្តោសតាមប៉ុណ្ណឹងអានឹងយើងសុខសប្បាយយើងដេកលក់ស្រួលមិនកើតទុក្ខទេហើយនឹងធម៌ព្រះនោះលោកបង្រៀនឲ្យយើងសន្តោសប៉ុន្តែសន្តោសនោះសន្តោសតែក្នុងបច្ច័យ4ដែលយើងរកទៅសមតាមលទ្ធភាពយើងនឹងទេញាតិញោមមិនមែនសន្តោសនៅក្នុងគុណធម៌កុសលេសុធម្មេសុក្នុងធម៌ជាកុសលទាំងឡាយហ្នឹងព្រះលោកមិនឲ្យសន្តោសទេដូចជារឿងយើងធ្វើសិលយើងធ្វើសមាធិជាដើមគឺព្រះលោកមិនឲ្យសន្តោសទេមិនកាន់សិលប៉ុណ្ណឹងក៏បានដែរហើយណាខំអង្គុយធ្វើសមាធិប៉ុណ្ណឹងក៏បានហើយព្រះលោកមិនឲ្យសន្តោសទេក្នុងធម៌ជាកុសលបើយើងអាចប្រឹងបានលោកឲ្យយើងប្រឹងនឹងសូមញាតិញោមចំណាំអញ្ចឹងហើយសម្រាប់អ្នកដែលមិនសន្តោសយើងនឹកឃើញថាបើយើងមិនសន្តោសទេដូចជាស្រួលដូចជាចម្រើនមានបានយើងមិនសន្តោសបើយើងសន្តោសទៅមុខជាយើងខាតទ្រព្យខាតសម្បត្តិហើយមិនលូតលាស់មិនដុះដាលហើយមិនមែនទេគឺថាបើយើងមិនសន្តោសទៅយើងកើតទុក្ខញាតិញោមកើតទុក្ខហើយនឹងបើយើងសន្តោសទៅយើងបានសុខបានត្រជាក់បានស្ងប់ក្នុងខ្លួនយើងកាលណាបើយើងចង់បានថែមទៀតយើងប្រឹងតទៅទៀតទៅប៉ុន្តែធ្វើទៅឲ្យសមតាមកម្លាំងសមតាមសមត្ថភាពរបស់យើងធ្វើក្នុងចិត្តជាកុសលតែកាលណាចិត្តសន្តោសហ្នឹងវាមិនកើតឡើងជួនកាលវាអាចនឹងមានបាបអកុសលកើតឡើងទៅជាចង់បានខុសច្បាប់ខុសប្រពៃណីខុសគន្លងធម៌ហើយដូច្នេះហើយបានជាព្រះលោកថាឲ្យសន្តោសមិនឲ្យយើងរកទេមិនឲ្យយើងប្រឹងទេរកចេះរកទៅប្រឹងចេះប្រឹងទៅក៏ប៉ុន្តែប្រឹងឲ្យស្របច្បាប់ស្របគន្លងធម៌ប្រឹងឲ្យទៅតាមសម្មាអាជីវោគឺចិញ្ចឹមជីវិតប្រពៃគិតដល់ខ្លួនយើងខ្លះគិតដល់គេខ្លះតែកាលណាយើងគ្មានសម្មាអាជីវោយើងគិតតែខ្លួនយើងចង់បានតែខ្លួនយើងចង់រស់តែយើងមិនមើលគេអានេះវាជាហេតុនាំឲ្យកើតសេចក្តីទុក្ខលំបាកលោកអ្នកសប្បុរសមើលសពថ្ងៃនៅក្នុងមនុស្សលោកយើងនេះដែលវាមានទុក្ខលំបាកច្រើនព្រោះមនុស្សដែលចង់បានមើលឃើញតែខ្លួនឯងបើយើងនិយាយមួយបែបទៀតថាគិតតែប្រយោជន៍ខ្លួនឯងគិតតែឃើញតែខ្លួនឯងត្រូវតែបានចង់តែបានចង់អ្នកឯទៀតគេទុកគេលំបាកយ៉ាងណាយើងមិនបានគិតផងទេតែនឹងហើយដែលវាជាហេតុមួយនាំឲ្យយើងដើរខុសផ្លូវទៅជាមិច្ឆាអាជីវៈរោគរបស់ដែលមិនស្របច្បាប់មិនមែនសម្មាអាជីវោគឺថាចង់បានតែយើងចង់អ្នកឯទៀតគេទុកលំបាកដោយសារយើងយ៉ាងម៉េចអានឹងយើងអត់គិតទេញាតិញោមនឹកមើលដល់ទៅអ្នកខ្លះដែលមានប្រាក់ចងការជាដើមគឺថាយើងអត់បានគិតថាគ្នាអ្នកទីតលក្រហ្នឹងមកខ្ចីមកបុលយើងហ្នឹងយើងសំគួងយកប្រមាណយើងអត់គិតអញ្ចឹងទេឲ្យតែឃើញថាពេលឱកាសល្អហើយអ្នកឯងកំពុងតែខ្វះហើយមកយកប្រាក់យកទ្រព្យសម្បត្តិយើងអានឹងយើងគិតតម្លៃឲ្យច្រើនទៅ
anh ấy cứ thay dương mình miền cà chăm chỉ vượt trấu mình miền tại đây phần đau tê hay tại mình phần đau hỏi dù tới về tôi chỉ lốp luồn và lốp luồn tới về mình bàn phật khôi từ rồi dương thường kê mơ nọc nông lộp dương ní đây mà nuôi lộp về lộp luồn tròn tấu nè để khoác hạt nó về tiêm tia đó hết ban gì miền tàu gì 30 cầm miền tàu chỉ cả bạc bội là bởi dương dễ thuộc mà dương tham mò ẩm phi dương mình ban kết cú đòi nè đành ấp tì tol cò nó hết ban chỉ thuộc dương về cái dạng đòi cầm rất đành thả mà nút vượt bạc này ai tầm lập này ai tôi chỉ nói hơi ở đường nâng về tất cả chỉ đường khó người ta dân kết là luôn cho nâng tràn phê có một chữ về mò kháng pháo kết luôn ai nâng tràn phê bao là tăng tao kết là pi phải doi ruộng nè nè để vừa ca hot nơi tục lùm ba hot bài khi ấy để tua tiên còn mình được vô mơ đôi chuyện đâu sớm mai Pol Pot chẳng có về mình chỉ cả phần tàu đà đôi chuyện này hơi bán được vươn màu đồ thò cả đáคือถ้าcông kết dọc miền dọc ban dọc ruột từ dương tới tàu kết đào sòng cung mà nút hỏi cái ban ruột ban phật phong công thưa ba mà nút còn ấp kia thưa ba kia đôi chữ cô đôi cả bay kết ta phải do thì bỏ đọt phê đòi dừng kết phê chẳng tấu phải dọi đọt có về ấp ban để đà tôi chỉ ấp bài rồi ấy tôi tiền bàn tàu đôi chân hái thò tận đòn ní nằm ở dương sọc sập bái dương ai ruột nâu cho môi kia bàn đụng nạ sọc vào đó dương ruột nâu sọc đòi mình biết biên kia dương banประมาณ dương trê o phần năng tấu trê o tam samma chi vô bỏ dương tấu cái ban ประมาณ cái trê o tam samma chi vô bỏ kia thằng tấu dương ruột nâu cho môi kia sọc sập bài hai ngay tại lô tới vì nia an tarai nên dương thì tiền muối tầm nào thì niên thì khổ này mà óng chọn bàn tròn chu nó bọt thật lô vai mình coiประมาณ ấy sao mình tận bọc sao ban pe lục tuông tầm đây thà nè niên thì khổ này nó mình men lục ta lâu năng tê thì đào máu vội chẳng đà ban lục tầm nào thà khi ở Tây Tà Ca còn lo rồi hỏi miền Bờ Rò mình á có nông Krong Sa và Krong Pha Điền là Tây đó nghe bảo quạt làm tấu quạt tàu ca chỉ hong mía nó ngày cõi mà bạn đăng thà và phun bọc luôn rôm từng cồn nó ti tol cò trắng có màu cam tầm nạ cua xa nứng hãy bán ôi rôm rồi bọc luôn nứng muôi rôm nứng cứ thay chỉ mía đầm bay ôi cua xa nứng bán dọc tàu đọc đồ chai về tàu chạp tăng thì nâng mó cua xa nứng có đôi chỉ bán thu thia cua xong chỉ phải đa du tấu hòn mía nó có mọc lên mà đong ôi rồi mía bọc luôn nó muôi tàu thành chân khơi thợ bàn thu thia còn ba ngày còi móc phải đi chia bỏ hòn nứng bàn thì kêu chỉ mùi cồn thả dưỡng bò chầm hòn nứng mà ôi du rồi muôi trắng dương mình miền đây bò trắng bò mò lược cối dương chắp bò vô rồi mà ấy cô nó khó thật đấy cùng thường chẳng bảo từ cối hong nó mò tiết có quần nó tuột chắp hong nó bàn đó bò vô mà bò vô từng bò chật nó cứ thà bởi lụp luôn không nên ca phần đo tam để ở đây ôi thế bò vô từng nhiệt nhúm
គឺថាវាជាអកុសលចិត្តបាបអញ្ចឹងរួមហងទាំងអស់ហ្នឹងដែលយើងបោចទៅហ្នឹងវាទៅជារួមហងទៅវាមិនមែនទៅជារួមមាសដូចពីមុនមកទេវាបានជារួមហងធម្មតាហ្នឹងមកហើយចំណែកហងជាប្តីហ្នឹងក៏អត់ទៅណារួចទេនៅនឹងទៅចាំនឹងទៅទៅដោះរោមមកទៀតដល់ដោះរោមលើក្រោយទៀតក៏ជារោមធម្មតាទៅទៀតហើយហងហ្នឹងក៏ហើទៅបាត់ទៅបានជាព្រះលោកថាណានាងភិក្ខុណីហ្នឹងពីដើមក៏ជានារីហ្នឹងនារីដែលបោចរោមហងហ្នឹងអានេះគឺដំណើរអំពីមនុស្សដែលគ្មានសន្តោសមនុស្សមិនស្គាល់ប្រមាណមនុស្សលោភលន់ញាតិញោមគឺថាទ្រព្យវាត្រូវបានវាត្រូវជាវិនិច្ឆ័យទៅចឹងហើយបើដូចជាពាក្យខ្មែរយើងនិយាយថាចចើងចង់លៀបរែងបាត់ធន់ទៅចង់បានពេកមានសន្តោសមិនគិតគូរដល់គេដល់ឯងផងហើយដូច្នេះគ្មានសន្តោសមិនល្អទេម្យ៉ាងវិញទៀតមនុស្សលោភលន់ហ្នឹងបើបដោយឲ្យយើងលោភជួនកាលវាលោភមិនស្គាល់ងាប់ទេញាតិញោមមិនស្គាល់ងាប់ទេអញ្ចឹងបានមានដំណើរពីមនុស្សលោភម្នាក់គឺក៏ដើរស្វែងរកទ្រព្យដល់រកទ្រព្យសម្បត្តិទៅបើទៅជួបនឹងអ្នកដែលមានឫទ្ធិវិស័យអ្នកមានឫទ្ធិវិស័យហ្នឹងសាកសួរដឹងថាឯងចង់បានទ្រព្យអញ្ចឹងហើយក៏សួរថាអីទេបើឯងចង់បានចាំខ្ញុំឲ្យទ្រព្យឯងចង់បានអីខ្ញុំចង់បានដីខ្សែខ្ញុំក៏ឲ្យច្រើនអញ្ចឹងឯងបោះបកគោយកទៅឯងរត់យកទៅយកបានប៉ុន្មានយកប៉ុណ្ណឹងទៅខ្ញុំឲ្យហើយចាប់រត់ដើម្បីឲ្យបានដីធំញាតិញោមបានដីធំយកមកប្រាប់អ្នកដែលមានឫទ្ធិមានអំណាចហ្នឹងយកមកដល់រត់ចឹងទៅរត់នោះហត់កាយណាហត់ចេះតែទៅទៀតព្រមឈប់ទេដើម្បីចង់បានដីអូធំដល់វិលមកវិញមកដល់ហ្នឹងគ្រាន់តែដល់ហ្នឹងល្មមព្រោះហត់ពេកអស់កម្លាំងពេកស្លាប់ល្មមស្លាប់ហ្នឹងទៅដល់ស្លាប់ទៅបានដីធំទេតែបានតែ4ហាត់ហើយបានច្រើនបានទេអានេះជាកតិបង្ហាញឲ្យឃើញថាបើលោភពេកក៏អត់ស្រួលដែរលោភពេកមិនស្រួលទេព្រះថាលោភោធម្មាnăngបរិបន្ថោសេចក្តីលោភនឹងជាអន្តរាយជាអន្តរាយនៃធម៌ទាំងឡាយនៃសេចក្តីសុខសេចក្តីចម្រើនលោភពេកអត់ស្រួលទេលោភៈនឹងបាំងអនិច្ចំទុក្ខំអនត្តាអស់ហើយយើងនិយាយថាលោភៈបាំងអនិច្ចំគឺមិនឃើញធម៌ទៀងមិនឃើញធម៌ទុក្ខធម៌អនត្តាទាំងអស់ហ្នឹងតែលោភពេកឡើងឃើញហើយហើយដូច្នេះហើយបានជាលោកថាចិត្តរបស់យើងហ្នឹងណាបានតែលោភណាស់ញាតិញោមបើសិនណាជាសេចក្តីត្រូវការរបស់រូបរាងកាយល្មមទេដោយចំណីអាហារយើងត្រូវការឲ្យកាពះយើងកាពះវាជាវត្ថុវាជារបស់មានរូបរាងចំណីអាហារវាក៏មានរូបរាងដែរកាលណាវាមានរូបរាងអញ្ចឹងវាមានຂ្នាតវាតែដាក់ទៅល្មមហើយតែល្មមហើយយកមកប្រមាណលែងហើយឆ្ងាញ់យ៉ាងម៉េចក៏លែងហើយទៅមិនរួចទេទុំវល់ប៉ុណ្ណឹងហើយវាពេញហើយប៉ុន្តែដល់សេចក្តីត្រេកឃ្លានរបស់ចិត្តវាអត់មានຂ្នាតដាក់អញ្ចឹងចិត្តអត់មានຂ្នាតទេដាក់ប្រមាណចេះតែយកឲ្យទៅចេះតែយកល្អក៏យកមិនទៅល្អក៏យកចេះតែចង់បានព្រោះចិត្តហ្នឹងវាគ្មានຂ្នាតវាស់ដូចជាកាពះយើងបានថាតែក្តីត្រេកឃ្លានរបស់ចិត្តនេះវាធំណាស់ញាតិញោមមិនងាយពេញទេចឹងហើយបានលោកពោលថារបស់3យ៉ាងដែលដាក់ទៅមិនពេញហ្នឹងគឺថាមួយសមុទ្រទឹកសមុទ្រទឹកទន្លេធំហ្នឹងគឺមិនងាយយកទឹកពីណាទៅដាក់ឲ្យពេញទេណាដាក់ឲ្យពេញហ្នឹងគឺមិនងាយពេញទេខទី2ភ្លើងនៅឆេះយើងយកគ្រឿងឆេះទៅដាក់ទោះបីអុសក្តីទោះបីប្រេងក្តី
vô tự đạo mà man có chết ai đây chết thì chết hai chết thì chết ao vô đạo cho hay tí bấy cứ nút lộp luôn nút miền tận đỏ nâng ở tục lùm bạc cho này mình nghĩ đến đạo mà man có mình chạy đây chết thì lốp chết trọng bàn chẳng hay bàn là trao thần nặng thế tàn há và man là ti từng từ lê na ai thông smart tàn hà bom nút ní mình nghe thì hãy nên miền tây dương trao thọ tận đó bàn dương đi lụa khla và dương mình tận đó thì đi mình lụa thì mà ngay mà dục nâu từ khoal nâu từ wall thành nâu khmer cho dương prăng nè dương prăng dương mình tận đó bộ thả kịch thật đó côn cho lâu dương cha hơi và câu thì miền tận đó nó gọi tràn lan tây hay bà cha hai mình tận đó ta là na tận đó mình tận đó đó cha mình tận đó tiên hỏi là na tận đó hãy được chứ thọ béo thọ dương tận đó tôi dương đừng ban sóc luôn dương nhiệt nhung nâng tại cao na dương tận đó dương ban sóc hai hãy tại ban sóc nó mua thời dương mình tự đọc hai bà dương mình tận đó thế ban mà rồi ấy nâu ta mình là mồm nè ban mà quan mà mơn nâu ta là mình là mồm nâu ta khoa nâu ta cả tục chẳng bao giờ thần đau về ná về là mồm về nắng về sờ bay về nắng chẳng hết ban chỉ phèo thả toàn tập thế và rồi mang thần năng tại cái đây thần đau nó chỉ drop đỏ và sờ cứ chỉ drop thôi ở dương thì chết dương xem san mong chặt bànแต่យើងចាប់មានសណ្ដោសចាប់មានតិចចាប់មានសបាយចិត្តបានប៉ុន្តែមិនមែនសណ្ដោសហ្នឹងបដៅឲ្យយើងខ្ជិលទេបដៅឲ្យយើងខ្ជិលមិនឲ្យយើងធ្វើការមិនឲ្យយើងប្រឹងប្រែងមិនមែនអញ្ចឹងទេធ្វើទៅប្រឹងទៅប៉ុន្តែមានសណ្ដោសផងមានធម៌នៅខ្លួនផងមានសមាជីវោនៅក្នុងខ្លួនយើងផង